hydroponic គឺជាប្រព័ន្ធកសិកម្មទំនើបមួយដែលដាំដុះដំណាំដោយពុំប្រើប្រាស់ដីប៉ុន្តែប្រើប្រាស់នូវទឹកលាយជាមួយនឹងសារធាតុចិញ្ចឹមជំនួសវិញចង់ដឹងថាតើការដាំដុះដំណាំដោយមិនប្រើដីបែបណានោះតោះទៅតាមដានជាមួយនឹងខ្ញុំអំពីការដាំដុះដំណាំស្ពៃតឿលើប្រព័ន្ធ hydroponic ទាំងអស់គ្នាជាដំបូងត្រូវរៀបចំកេសស្នោដើម្បីយកមកដាំចំពោះគម្របរបស់វាយើងអាចចោះរាងជារង្វង់ដើម្បីដាក់កន្ត្រងកូនដំណាំហើយត្រូវសម្អាតវាមុននឹងយកមកដាំដុះបន្ទាប់មកទៀតធ្វើការបណ្ដុះកូនស្ពៃមុនបណ្ដុះត្រូវផ្សាមអេប៉ុងឲ្យជក់ទឹកបែបនេះបន្ទាប់មកទៀតយកកូនដំណាំយកមកដាក់នៅក្នុងរុនអេប៉ុងដោយក្នុងមួយរុនអាចដាក់ចន្លោះពី2ទៅ3គ្រាប់រួចធ្វើការផ្សាមទឹកជាការស្រេចនៅពេលកូនស្ពៃបានអាយុកាល3ថ្ងៃយើងចាប់ផ្ដើមធ្វើការលាយជីដើម្បីបំពេញឲ្យកូនស្ពៃដុះលូតលាស់បានលឿននៅក្នុងដំណាក់កាលនេះវាពុំត្រូវការសារធាតុចិញ្ចឹមច្រើនពេកទេដូច្នេះយើងអាចលាយនៅបរិមាណ1គម្រប10ទឹកសុទ្ធនៃ GAB លាយជាមួយនឹងទឹក2លីត្ររួចផ្សារវាឲ្យចូលនៅពេលកូនស្ពៃបាន15ថ្ងៃយើងអាចធ្វើការដាំដុះវាបានហើយមុននឹងដាំត្រូវលាយទឹក30លីត្រជាមួយនឹង GAB 300មីលីលីត្រ GA 150មីលីលីត្រ GB 150មីលីលីត្ររួចកូរល្បាយជីជាមួយនឹងទឹកចូលគ្នាឲ្យសព្វក្រោយមកទៀតហែកអេប៉ុងកូនដំណាំរួចហើយយកកូនដំណាំនោះទៅដាក់នៅក្នុងកន្ត្រងរួចមកទៀតយកទៅដាក់នៅចន្លោះប្រហោងកេសស្នោដែលបានចោះនៅពេលដាំដុះរួចយើងធ្វើការតាមដាននៅការលូតលាស់នៃស្ពៃនិងពិនិត្យមើលទឹកជារៀងរាល់5ទៅ7ថ្ងៃម្ដងដើម្បីដឹងថាមានទឹករីងដែរឬទេបើសិនជាករណីរីងហើយឫសនៃស្ពៃពុំអាចទទួលនៅសារធាតុចិញ្ចឹមគ្រប់គ្រាន់យើងធ្វើការបន្ថែមទឹកជាមួយនឹងជីក្នុងពេលជាមួយគ្នានៅពេលស្ពៃតឿអាយុបាន20ថ្ងៃបន្ទាប់ពីការណាំយើងអាចប្រមូលផលវាបានហើយជាចុងក្រោយសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណសូមគោរពលា